ដើម្បីជាការស្រាយចម្ងល់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាពីក្តីសុបិនបាទបងប្អូនយើងពេលដែលយើងគេងពេលយប់តែងតែយល់សពបាទបន្តិចយល់សពឃើញនេះបន្តិចយល់សពឃើញនោះប៉ុន្តែការយល់សពរបស់យើងបាទបើតាមចាស់បុរាណក៏បានលើកឡើងពីបញ្ហាផ្សេងដែលយើងអាចនឹងជួបប្រទះនៅថ្ងៃបន្ទាប់ឬពេលខាងមុខថ្ងៃនេះខ្ញុំបានសូមលើកយកការយល់សពឃើញផ្លែចេកបាទមិនថាទីងចេកមិនថាញ៉ាំចេកបាទមិនថាឲ្យចេកទៅគេឬក៏អ្វីនោះទេឲ្យតែតាក់ទងនឹងផ្លែចេកគឺទំនាយបានទស្សន៍ទាយពីអត្ថន័យផ្សេងជាច្រើនបាទមានដូចតទៅនេះកុំភ្លេចជួយ share ចែកគ្នាដឹងផងអបិយជំនឿតាក់ទងក្តីសុបិនមានសុបិនជាច្រើនអំពីផ្លែឈើត្រូវបានផ្សារភ្ជាប់ជាមួយនឹងចំណងផ្លូវភេទចេកដែលមានរូបរាងប្លែកគេតែងតែត្រូវបានគេចាត់ទុកថាជាប្រដាប់របស់បុរសដោយសារតែវាមានសភាពទន់ចេកជានិមិត្តរូបនៃសកម្មភាពផ្លូវភេទរបស់បុរសដែរតាមការបរិភោគតាមការវិភាគផ្នែកចិត្តសាស្ត្រដូចជាផ្លែឈើដទៃទៀតចេកក៏ត្រូវបានគេបកស្រាយថាជាការមានកូនផងដែរតាមពិតសុបិនអំពីចេកពិតជាតាក់ទងយ៉ាងជិតស្និទ្ធនឹងសកម្មភាពផ្លូវចិត្តរបស់អ្នកឧទាហរណ៍ភាពមិនត្រូវគ្នាខាងផ្លូវភេទអាចនាំឲ្យមានក្តីសុបិនចេកយោងតាមគំនិតស្មារតីសុបិនឃើញចេកគឺជានិមិត្តនៃការបង្កាត់និងការប្រមូលផលសម្រាប់និស្សិតសុបិនពីចេកបង្ហាញពីលទ្ធផលប្រឡងល្អចំពោះអ្នកជំងឺក្តីសុបិនអំពីចេកបង្ហាញពីការស្ដារឡើងវិញហើយអ្វីនឹងល្អសម្រាប់បុរសនិងស្ត្រីនៅលាវសុបិនអំពីចេកបង្ហាញពីការរីកចម្រើននៅក្នុងទំនាក់ទំនងស្នេហាបើសុបិនអំពីចេកជាច្រើនគំនោបង្ហាញថាដៃគូរបស់អ្នកធ្វើឲ្យអ្នកធុញទ្រាន់ដោយមិនដឹងខ្លួនបើសុបិនអំពីចេកមួយស្និទ្ធបង្ហាញថាដៃគូឬមនុស្សតាមស្រឡាញ់អ្នកគឺធ្វើឲ្យអ្នកធុញទ្រាន់ហើយអ្នកមិនចូលចិត្តគាត់ទាល់តែសប៉ុន្តែអ្នកមិនអាចរត់គេចពីគាត់បានទេបើសុបិនអំពីគំនោចេករលួយបង្ហាញថាអ្នកនឹងជួបបញ្ហានៅកន្លែងធ្វើការដូចជាការប្រកួតប្រជែងខ្លាំងនិងប្រាក់រង្វាន់មានកំណត់ក្តីសុបិននៃការញ៉ាំចេករំលឹកអ្នកឲ្យប្រយ័ត្នគ្រោះថ្នាក់នៅក្នុងអាជីពរបស់អ្នកហើយបង្ហាញថាអ្នកអាចត្រូវមានការខិតខំទ្វេដងដើម្បីទទួលបានលទ្ធផលពាក់កណ្ដាលក្នុងរយៈពេលមួយឬមានអារម្មណ៍តានតឹងហួសហេតុបើក្តីសុបិននៃឲ្យចេកដល់នរណាម្នាក់ផ្សេងទៀតបានបង្ហាញថាគ្រួសាររបស់អ្នកនឹងមានបញ្ហាបើមានក្តីសុបិននៃការទិញចេកបង្ហាញថាអ្នកនឹងមិនទទួលបានប្រាក់ចំណេញពីអ្វីដែលអ្នកកំពុងធ្វើនាពេលនេះទេហើយស្ថានភាពនឹងមានរយៈពេលយូរអ្នកក៏ប្រហែលជាមានការខ្ជិះខ្ជាយលុយច្រើនដែរប្រសិនបើអ្នកសុបិនឃើញថាបានទិញចេកមានន័យថារឿងដែលមានភាពពិបាកប៉ុន្តែគ្មានផ្លែផ្កាប្រសិនបើអ្នកជាបុរសសុបិនឃើញទិញចេកអ្នកគួរតែរក្សាភាពអោនលំទោនដើម្បីធ្វើឲ្យដៃគូរបស់អ្នកមានអំណោយខ្លះបើមិនដូច្នោះទេទំនាក់ទំនងរបស់អ្នកនឹងមិនមានតុល្យភាពនោះទេប្រសិនបើអ្នកជាស្ត្រីក៏សុបិនឃើញទិញចេកបានបង្ហាញថាអ្នកនឹងមានវិបត្តិផ្លូវចិត្តហើយគួរ